ពេញថ្នោតគូនឹងស្លាកស្នាមដៃមិនស្រុកស្រែដឹងថាមានហ្មងអត់មានពីណាអត់ទេប្រចាំថ្ងៃឲ្យតែល្ងាចឡើងម៉ែដើរហាត់ប្រាណពេលមកវិញកាន់កពេញថ្នោត3 4ផ្ញើរហូតពីណាសុំក៏អត់ឲ្យដែរទុកផ្ញើកូនបើទេនៅក្នុងភ្នែកគាត់មើលទៅមិនថាកូនអាយុច្រើនប៉ុណ្ណានៅតែជាក្មេងតូចដដែលមានថ្ងៃខ្លះកាប់ឲ្យកូនហូបទៀតអង្គុយសុកគាត់យកមកបញ្ចុកហ្មងទ្រាំតែបកបានមួយសុះអស់ហើយដៃយកសំខាន់ការខំប្រឹងបរាជ័យទៀតតាបើមិនអត់មានសាច់ក៏ស្អុយដែរអូបងប្អូនសួរខ្ញុំថាដើមពេញប៉ោះដែលដាំថ្ងៃមុនហ្នឹងប៉ុណ្ណាហើយលើកពស់ហួសក្បាលខ្ញុំទៀតតែអត់មានផ្លែសោះអត់ដឹងថាហេតុអីផ្កាមានធម្មតាច្រាក់ជ្រែកពេញដើមចាំអ៊ុតមើលរាល់ថ្ងៃថាផ្លែបានប៉ុន្មានហើយឃើញតែ2 3ហ្នឹងបងប្អូនដឹងធ្វើម៉េចឲ្យផ្លែច្រើនអត់មេតិចអង្គុយកាប់កមថ្នោមដូចបានវិលទៅកុមារភាពវិញអញ្ចឹងហើយបើបងប្អូនល្ងាអត់ចង់ប៉ះទឹកខ្ជិលគក់ក្អាយអីអាចយកមកដាក់នៅផ្ទះខ្ញុំវាបោកឲ្យមកស្អាតក្លិនក៏អូបឈ្ងុយព្រោះកន្លែងបោកគក់ខ្ញុំប្រើសាប៊ូប្រេនល្អសាប៊ូបោកខោអាវប្រេនល្អជាផលិតផលរបស់កូនខ្មែរមានរូបមន្តមកពីប្រទេសកូរ៉េជួយកម្ចាត់បាក់តេរីនិងក្លិនលើខោអាវបានល្អមែនទែនហើយផ្ដល់ក្លិនក្អូបដល់សម្លៀកបំពាក់យើងបានជាប់ពេញមួយសប្តាហ៍ហ្មងកំងតាមផេកនេះយកទៅប្រើនៅផ្ទះខ្លួនឯងក៏បានដែរមានតាមជម្រើសកដងតូចកដងធំហើយបោកសម្លៀកបំពាក់បានគ្រប់ប្រភេទមិនថាបោកដោយដៃឬក៏ម៉ាស៊ីនកម្ចាត់ស្នាមប្រឡាក់កប់ក្នុងសាច់កណាត់បានរហូតដល់ទៅ5 ដងចង់បានសាប៊ូបោកសម្លៀកបំពាក់គុណភាពល្អហើយតម្លៃធូរថ្លៃកុំភ្លេចសាប៊ូប្រេនល្អ